របាយការណ៍របស់លោកធូមែនរូវានៅតែជាក្តីកង្វល់និងបំភីក្លិនអាសោចរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិបើទោះបីថៃប្រឹងលាងជម្រះយ៉ាងណាក៏ដោយ I traveled to the border to see the impact of this conflict for myself and meet with those whose lives have been upended by the conflict. ស្របពេលដែលពិភពលោកកំពុងរន្ធត់ចិត្តចំពោះវិបត្តិមនុស្សធម៌នៅតាមបន្ទាប់ព្រំដែនកម្ពុជាដែលបង្ហាញដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាភាគីថៃបានប្រញាប់ប្រញាល់ចេញលាងជម្រះសម្អាតខ្លួនដើម្បីបិទបាំងពុតត្បុតខ្លួននិងព្យាយាមកាត់បន្ថយទម្ងន់នៃទង្វើរបស់ខ្លួនភ្លាមៗផងដែរដោយបានផ្ញើរបាយការណ៍តវ៉ាទៅកាន់លោកធូមអែនឌ្រូផ្ទាល់និងស្ថាប័នអង្គការសហប្រជាជាតិនិងបានចោទថារបាយការណ៍របស់លោកធូមអែនឌ្រូមានភាពលំអៀងមិនមានការផ្ទៀងផ្ទាត់ជាមួយភាគីថៃមុនចេញរបាយការណ៍ក្រៅពីរដ្ឋមន្ត្រីការបរទេសថៃសម្ដីប្លែកល្វីពេលនេះឧត្តមសេនីយ៍ប្រផាសសុនចៃឌីនាយកបញ្ជាបណ្ឌព័ត៌មានស្ថានភាពព្រំដែនកម្ពុជាថៃ JIC ក៏បានផ្ដល់បទសម្ភាសន៍បន្ទាន់មួយដោយក្នុងបទសម្ភាសន៍នោះតំណាងយោធារូបនេះបានលើកឡើងថាប្រទេសថៃមិនដែលមានបញ្ហាជាមួយនឹង UN នោះទេប៉ុន្តែបែរជាចោទប្រកាន់ថារបាយការណ៍របស់ UN ជាព័ត៌មានមិនទាន់គ្រប់ជ្រុងជ្រោយទៅវិញការប្រតិកម្មនិងដោះសារបែបនេះបានស្ដែងឲ្យឃើញយ៉ាងច្បាស់អំពីការភ័យព្រួយរបស់ភាគីថៃចំពោះមុខគាត់តាំងដែលអង្គការអន្តរជាតិនានាបានប្រមូលនៅលើដីជាក់ស្ដែងដែលភាគីថៃកំពុងកាន់កាប់និងបំផ្លិចបំផ្លាញជាក់ស្ដែងពាក់ព័ន្ធនឹងតួលេខជនភៀសកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ65,000នាក់ដែលត្រូវបានលាតត្រដាងដោយលោកធូមអែនឌ្រូអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិភាគីថៃមិនអាចបដិសេធការពិតអំពីទុក្ខវេទនានោះបានឡើយទោះយ៉ាងណាយោធាថៃខាងលើបែរជាប្រើប្រាស់យុទ្ធវិធីបង្វែរដានដោយទាមទារឲ្យអង្គការសហប្រជាជាតិរាយការណ៍អំពីផលប៉ះពាល់លើប្រជាជនថៃវិញដើម្បីកាត់បន្ថយសម្ពាធអន្តរជាតិមកលើខ្លួនតាមពិតទៅការដែលលោកធូមអែនឌ្រូលើកយកតួលេខដ៏រន្ធត់នេះមកបង្ហាញពិភពលោកនៅ UN គឺផ្អែកទៅលើការចុះអង្កេតជាក់ស្ដែងនិងទិន្នន័យជាក់លាក់ពីគូអដនេរូបថតនិងការបំផ្លិចបំផ្លាញនៅលើដីដែលប្រតិភូរបស់អង្គការសហប្រជាជាតិបានទៅឃើញទោះបីសារព័ត៌មានថៃធំៗមួយចំនួនបានព្យាយាមផ្សព្វផ្សាយការពីជំហរយោធារបស់ខ្លួនដោយអះអាងអំពីភាពត្រឹមត្រូវនិងត្រៀមខ្លួនទទួលការស៊ើបអង្កេតអព្យាក្រឹតក៏ដោយក៏ប៉ុន្តែសកម្មភាពជាក់ស្ដែងនិងរបាយការណ៍របស់ UN ពីមុនបានធ្វើឲ្យអន្តរជាតិតាំងសំណួរយ៉ាងខ្លាំងលើភាពស្មោះត្រង់របស់ភាគីថៃនៅក្នុងការដោះស្រាយតាមផ្លូវច្បាប់និងសន្តិវិធីមែនទែនទៅការប្រកាសទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញពីសំណាក់យោធាថៃត្រូវបានគេមើលឃើញថាវាគ្រាន់តែជាល្បិចពន្យាពេលនិងជួយបិទបាំងកំហុសឆ្គងរបស់ខ្លួនតែប៉ុណ្ណោះខណៈដែលប្រជាពលរដ្ឋកម្ពុជារាប់សែននាក់កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរនិងរងចាប់យុត្តិធម៌ពិតប្រាកដពីសហគមន៍អន្តរជាតិ